នេះគឺជាវីដេអូបង្រៀនពីការប្រើប្រាស់ Temperature Sensor ជំហានដំបូងយើងត្រូវ download ជាមួយនឹង app Tuya Smart នៅក្នុង App Store ឬមួយក៏នៅក្នុង Play Store បន្ទាប់ពី download ហើយត្រូវបង្កើត account Tuya ជាមួយនឹង email របស់អ្នកទាំងអស់គ្នាសិនហើយ Temperature Sensor នឹងគឺវាប្រើថ្មចំនួន2គ្រាប់ដើម្បីធ្វើការតម្លើងជាមួយនឹងឧបករណ៍នេះយើងត្រូវចុចប៊ូតុង Reset នៅខាងលើឧបករណ៍មួយនេះចំនួន5វិនាទីឲ្យជាប់នៅពេលដែលយើងចង្កត់5វិនាទីហើយវានឹងឮសំឡេងទឺតអញ្ចឹងយើងត្រូវដកដៃរួចយើងចូលទៅក្នុង Hub របស់យើងនឹងចុចសញ្ញាបូកនឹងចុចពី Add New Device រួចធ្វើការរងចាំវាបន្តិចសិនរួចចុច Next នឹងចុច Done តែប៉ុណ្្នឹងគឺយើង Add បានជោគជ័យហើយអញ្ចឹងនៅក្នុង App វានឹងបង្ហាញអំពីសីតុណ្ហភាពនៅក្នុងបន្ទប់និងកម្រិតសំណើមនៅក្នុងបន្ទប់បើយើងចង់ដូរសីតុណ្ហភាពទៅអង្សាសេវិញយើងចូលទៅកាន់ Setting ហើយកន្លែង Temperature Unit Convert នេះយើងចង់ដាក់អង្សាសេក៏បានដាក់ Fahrenheit ក៏បានអញ្ចឹងយើងចុចអក្សរ C មកដើម្បីធ្វើការដាក់អង្សាសេរួចចុច Confirm ចំពោះនៅក្នុង Setting ដូចគ្នាយើងអាចធ្វើការសេរី Limit សីតុណ្ហភាពនិងភាពសំណើមដើម្បីឲ្យវាផ្ញើសារមកកាន់ទូរស័ព្ទដៃរបស់យើងដូចកន្លែង Temperature នេះគឺយើងសេរីសីតុណ្ហភាពខ្ពស់បំផុតនិងទាបបំផុតអញ្ចឹងខ្ញុំចង់សេរីខ្ពស់បំផុតត្រឹម41អង្សាសេនិងទាបបំផុតត្រឹម10អង្សាសេរួចចុច Confirm ចំពោះមួយនេះវិញគឺជាកម្រិតភាពសំណើមអញ្ចឹងខ្ញុំសេរីទាបបំផុតត្រឹម30%និងខ្ពស់បំផុតត្រឹម90%រួចចុច Confirm ចឹងចំពោះកន្លែងប៊ូតុងខាងនេះយើងត្រូវ Turn On វាទាំងអស់ចំពោះអាឡាមទី1គឺជាអាឡាមនៅពេលដែល Temperature ឡើងហួសកំណត់ទី2គឺជាអាឡាមនៅពេលដែលសំណើមធ្លាក់ចុះហួសកំណត់ហើយទី3គឺជាអាឡាមនៅពេលដែល Temperature ធ្លាក់ចុះហួសកំណត់ហើយទី4គឺជាអាឡាមនៅពេលដែល Sensor ចុចអស់ថ្មអាឡាមទី5របស់យើងបើកដែរទៅវាគឺជាអាឡាមនៅពេលដែល Temperature របស់យើងឡើងហួសកំណត់មិនតែប៉ុណ្ណោះយើងអាចយកវាទៅ link គ្នាជាមួយនឹង IR Remote បានផងដែរដោយយើងអាចបញ្ជាឲ្យវាបើកផ្សេងត្រជាក់របស់យើងនៅពេលដែលបន្ទប់របស់យើងមានសីតុណ្ហភាពខ្ពស់អញ្ចឹងចូលកន្លែង Intelligent Linkage នេះមករួចចុចសញ្ញាបូករួចចុចកន្លែង Temperature របស់យើងនេះមកយើងអាចសេរីកម្រិត Temperature របស់យើងបានអញ្ចឹងខ្ញុំដាក់30អង្សាសេចំពោះសញ្ញាព្រួយនៅខាងឆ្វេងគឺជាសញ្ញាព្រួយតូចជាងចំពោះកណ្ដាលគេមានន័យថាស្មើចំពោះសញ្ញាព្រួយខាងស្ដាំមានន័យថាធំជាងអញ្ចឹងបើយើងរើសសញ្ញាធំជាងមានន័យថានៅពេលដែលវាធំជាង30អង្សាសេគឺវានឹងទៅបើកម៉ាស៊ីនជាតិរបស់យើងហើយបន្ទាប់មកចុចកន្លែង Add Task ចុច Control Single Device រួចយើងរើម៉ាស៊ីនជាតិរបស់យើងមកកន្លែងនេះយើងអាចធ្វើការបញ្ជាសីតុណ្ហភាពម៉ាស៊ីនជាតិរបស់យើងនិងឲ្យបិទឲ្យបើកបានផងដែរអញ្ចឹងបើយើងចង់ឲ្យវាបើកយើងចុចសញ្ញា Switch នេះជាពណ៌បៃតងរួចចុច Next ទៅមិនតែប៉ុណ្ណោះយើងអាចធ្វើការ Schedule ក៏បានដែរអញ្ចឹងចុចកន្លែង Precondition នេះមកនិងចុច Effective Period កន្លែងនេះយើងអាចដាក់ពេញមួយថ្ងៃក៏បានឬមួយក៏ Custom ក៏បានដែរយើងអាច Custom មកដែលយើងចង់ឲ្យវាចាប់ផ្ដើមនិងបញ្ចប់បានដូចគ្នាហើយកន្លែង Repeat នេះយើងអាចសេរីថ្ងៃបានយើងចង់ដាក់រាល់ថ្ងៃក៏បានឬមួយក៏យើងចង់រើសថ្ងៃណាមួយក៏បានដែរហើយកន្លែង City មួយនេះវិញយើងដាក់ទីតាំងរបស់យើងមករួចចុច Confirm នឹងចុច Confirm ម្ដងទៀតនឹងចុច Done រួចចុច Save មកនឹងធ្វើការដាក់ឈ្មោះម៉ាស៊ីនរបស់យើងមួយរួចចុច Confirm អញ្ចឹងតែប៉ុណ្ណឹងនៅពេលដែល Temperature របស់យើងលើសពី30អង្សាសេគឺវានឹងធ្វើការបើកម៉ាស៊ីនជាតិរបស់យើងហើយបើយើងចង់ឲ្យវាបញ្ជាបើកម៉ាស៊ីនជាតិរបស់យើងនៅពេលដែល Temperature របស់យើងទាបក៏បានដែរអញ្ចឹងចុចសញ្ញាបូកនៅកន្លែង Linkage ដដែលមករួចចុចកន្លែង Temperature របស់យើងអញ្ចឹងខ្ញុំចង់សេរីវាទាបបំផុតត្រឹម26.5អង្សាសេហើយកុំភ្លេចត្រូវរើសប៊ូតុងសញ្ញាព្រួយខាងឆ្វេងដែលមានន័យថាសញ្ញាទូចអញ្ចឹងនៅពេលណាវាទូចជាង26.5អង្សាសេគឺវានឹងបើកម៉ាស៊ីនជាតិរបស់យើងហើយរួចចុចពី Add Task និងចុច Control Single Device រួចរើម៉ាស៊ីនជាតិរបស់យើងមកអញ្ចឹងនៅពេលដែលបន្ទប់របស់យើងធ្វើ26.5អង្សាសេមានន័យថាបន្ទប់របស់យើងគឺត្រជាក់ហើយអញ្ចឹងចង់សេរីម៉ាស៊ីនជាតិរបស់យើងទៅឡើងអង្សាសេក៏បានឬមួយក៏បញ្ជាវាបិទហ្មងក៏បានដែរអញ្ចឹងយើងចុចសញ្ញា Switch នេះមកគឺវានឹងបិទហើយរួចចុច Next មកនិងចុច Save រួចដាក់ឈ្មោះម៉ាស៊ីនរបស់យើងនិងចុច Confirm អញ្ចឹងតែប៉ុណ្ណឹងនៅពេលដែល Temperature បន្ទប់របស់យើងខុស26.5អង្សាសេគឺវានឹងធ្វើការបិទម៉ាស៊ីនជាតិរបស់យើងហើយCable link គ្នាជាមួយនឹងម៉ាស៊ីនត្រជាក់យើងអាច link គ្នាជាមួយនឹងឧបករណ៍ផ្សេងៗបានផងដែរអញ្ចឹងខ្ញុំចង់ link វាជាមួយនឹង motor វាំង non អញ្ចឹងចូលកន្លែងដដែលមករួចចុចសញ្ញាបូករួចចូលកន្លែង Temperature
អញ្ចឹងកន្លែងនេះខ្ញុំសេរីនៅពេលដែលក្តៅលើ37អង្សាសេរួចខ្ញុំរើសសញ្ញាព្រួយខាងស្ដាំគឺជាសញ្ញាធំជាងរួចចុច next និងចុច add task និងចុច control single device កន្លែងនេះខ្ញុំរើស motor Venom របស់ខ្ញុំមកកន្លែង control ខ្ញុំដាក់ពាក្យថា close ដើម្បីវាធ្វើការបិទ Venom របស់ខ្ញុំរួចចុច save កន្លែងនេះខ្ញុំចង់វាបិទ 100% ហ្មងរួចចុច save ដែរនិងចុច next យើងចង់ដាក់ schedule ក៏បានឬមកយើងចង់ save ហ្មងក៏បានដែររួចដាក់ឈ្មោះ SIM របស់យើងមួយនិងចុច confirm អញ្ចឹងតែប៉ុណ្ណឹងដល់ពេលដែលស្ថិរភាពលើសពី37អង្សាសេគឺវានឹងធ្វើការបិទ Venom របស់ខ្ញុំហើយមិនតែប៉ុណ្ណោះយើងអាចធ្វើការបង្កើត SIM តាមរយៈ home page ក៏បានដែរអញ្ចឹងចុចកន្លែង SIM មករួចចុចសញ្ញាបូកនិងចុច create SIM កន្លែងនេះរើសពាក្យ when device status change រួចរើស temperature របស់យើងមកចំពោះលើកនេះវិញខ្ញុំចង់សេរីកម្រិតភាពសំណើមដើម្បីខ្ញុំយកវាទៅ link គ្នាជាមួយនឹងម៉ាស៊ីនវ៉ាន់ទឹករបស់ខ្ញុំអញ្ចឹងខ្ញុំចុចកន្លែង current humidity នេះមកអញ្ចឹងខ្ញុំចង់សេរីភាពសំណើមនៅក្នុងសួនច្បាររបស់ខ្ញុំនៅពេលដែលភាពសំណើមក្នុងសួនច្បាររបស់ខ្ញុំក្រោម 40% ខ្ញុំចង់ឲ្យម៉ាស៊ីនវ៉ាន់ទឹករបស់ខ្ញុំបើកធ្វើការដំណើរការអញ្ចឹងខ្ញុំត្រូវរើសសញ្ញាពួនខាងឆ្វេងរួចចុច next មកចុច add task និងចុច control single device រួចខ្ញុំរើសបកកវ៉ាន់ទឹករបស់ខ្ញុំកន្លែង switch មួយខ្ញុំដាក់វា on រួចចុច save និងចុច next រួចចុច save ម្ដងទៀតនិងដាក់ឈ្មោះ SIM របស់យើងមួយរួចចុច confirm អញ្ចឹងតែប៉ុណ្ណឹងដល់ពេលដែលភាពសំណើមក្នុងសួនច្បាររបស់ខ្ញុំក្រោម 40% វ៉ាន់ទឹករបស់ខ្ញុំនឹងធ្វើការបាញ់ចំហាយទឹកហើយមិនតែប៉ុណ្ណោះយើងអាចធ្វើការតាមដាន record ផ្សេងដែល sensor មួយនេះបាន record ទុកបានផងដែរដែលវាបង្ហាញពីថ្ងៃខែនិងម៉ោងដែល sensor មួយនេះបាន record ទុករាល់ព្រឹត្តិការណ៍អ្វីមួយកើតឡើងយើងក៏អាចតាមដានពីពេលវេលាជាក់លាក់របស់សីតុណ្ហភាពឬមួយក៏ភាពសំណើមបានផងដែរDigi Smart Home ធ្វើឲ្យផ្ទះរបស់លោកអ្នកឆ្លាតវៃ